បងទាចំហុយថ្ងៃនេះក៏ចេញមកធ្វើវីដេអូតាក់ទងជាមួយនឹងបងទាចំហុយដើម្បីរំលឹកអនុស្សាវរីយ៍កាលពីក្មេងហើយចំពោះអនុស្សាវរីយ៍ពីក្មេងក៏ដូចជាឥឡូវក៏ដូចទៅដូចដែរបងប្អូនបងទាចំហុយក៏នៅតែញ៉ាំធម្មតាចាមិនថាជៀនមិនថាចំហុយមិនថាស្ងោរបងទាគឺឆ្ងាញ់គ្រប់ពេលវេលាសម្រាប់អ្នកខ្ញុំតែម្ដងគ្រាន់តែថាបងទាចំហុយកាលពីក្មេងនោះម៉ែអ្នកចំហុយហើយមួយចានគោមធំគឺប្រាប់បងទាអស់តែ2គ្រាប់ទេបងប្អូនហើយឥឡូវអាចនឹងច្រើនគ្រាប់ហើយបងទា2គ្រាប់ចំហុយគឺញ៉ាំគ្នាច្រើនណាចាឥឡូវនេះគឺញ៉ាំឆ្អែតអូខេឥឡូវនេះក៏នេះខ្ញុំមកផ្សំគ្រឿងចូលទៅក្នុងពងទានេះខ្ញុំក៏បន្ថែមជាមួយនឹងទឹកស្អៀវហើយក៏បន្ថែមជាមួយនឹងម្សៅស៊ុបបន្តិចប៊ីចេងបន្តិចហើយនឹងស្ករបន្តិចបន្ទាប់ពីបានដាក់គ្រឿងផ្សំចូលទៅរៀបរាល់ហើយវាយវាឲ្យបានបែកល្អហើយក៏បន្ថែមជាមួយនឹងទឹកសយើងធម្មតាចាបន្ទាប់ពីបានដាក់ទឹកសហើយវាយច្របល់វាឲ្យបានចូលគ្នាបន្តមកទៀតក៏នេះខ្ញុំបន្ថែមជាមួយនឹងការ៉ុតបន្តិចដើម្បីចូលពណ៌អញ្ចឹងណាបងប្អូនឥឡូវនេះក៏នេះខ្ញុំវាយចូលគ្នាល្អហើយក៏យកមកដាក់ចំហុយបន្ទាប់ពីបានដាក់ចំហុយបានរឿងមុខលើបន្តិចហើយក៏នាងខ្ញុំមកបន្ថែមចាមានដូចជាផ្សិតចំបើងហើយក៏បន្ថែមជាមួយនឹងវីតាមីនជំនួយខួរក្បាលមួយដុំហើយក៏បន្ថែមជាមួយនឹងខ្ទឹមសហើយនិងម្ទេសបន្ទាប់ពីបានដាក់គ្រឿងផ្សំចូលទៅរៀបរាល់ហើយបិទគម្របឆ្នាំងចំហុយរហូតដល់ឆ្អិនតែម្ដងចំពោះការចំហុយពងទានេះបើសិនបើជាយើងចំហុយតែពងទាគឺយើងចំហុយតែមួយផ្លែទេបងប្អូនប៉ុន្តែដោយសារថានាងខ្ញុំបន្ថែមជាមួយនឹងវីតាមីនជំនួយខួរក្បាលក៏ដូចជាផ្សិតអញ្ចឹងក៏យើងចំណាយពេលលើសបន្តិចទេចាឥឡូវនេះក៏ពងទាចំហុយរបស់នាងខ្ញុំឆ្អិនរៀបរាល់ហើយចំពោះពងទាចំហុយនេះឆ្ងាញ់សម្រាប់នាងខ្ញុំគឺទឹកស្អៀវបន្ថែមជាមួយនឹងម្រេចហើយនឹងស្លឹកខ្ទឹមចាតែប៉ុណ្ណេះគឺរសជាតិឆ្ងាញ់ទ្វេគុណតែម្ដងហើយចំពោះពងទាចំហុយនេះបើសិនបើជាបងប្អូនចង់បន្ថែមជាមួយនឹងសាច់ចិញ្ច្រាំសាច់បកាសាច់អីបងប្អូនដាក់ទៅតាមចំណង់ចំណូលចិត្តទៅចាជាបន្ថែមនៅខាងលើដូចនាងខ្ញុំអញ្ចឹងណាចាឥឡូវនេះពងទាចំហុយរបស់នាងខ្ញុំគឺបានរួចរាល់ហើយវីដេអូបង្ហាញរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយនាងខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំជួបជាមួយនឹងនាងខ្ញុំនៅវីដេអូបង្ហាញលើក្រោយទៀតចាអរគុណច្រើនជម្រាបលាបាយបាយ